លើកកមួយយើងបានឃើញវត្តមានរបស់ Luffy ដែលទៅកាន់មួយចម្បាំងដែលវាគឺជាពេលចុងក្រោយដែល Luffy ត្រូវចាក់ចេញពីលើកមួយនេះដែលមាន Hancock មកទទួល Luffy ដោយផ្ទាល់មុននឹងតើ Luffy បានទៅនិយាយលាគ្នាជាមួយមិត្តភក្តិខ្លាំងក្លារបស់គាត់3នាក់ដែលសុទ្ធសឹងតែជាសត្វបើយើងសម្លឹងទៅកាន់សត្វទាំងអស់ហ្នឹងឥឡូវដូចជាខ្លាច Luffy ខ្លាំងណាស់ដែលថា Luffy បានធ្វើពួកវាទេចំណែក Hancock នៅវិញឲ្យតែបានជួប Luffy ពេលណាក៏តែងតែស្រមៃថាបានខ្លាចជាប្រពន្ធរបស់ Luffy និយាយទៅមនុស្សខ្លាំងគឹមតែឯងតែប៉ុណ្្នឹងហើយបាច់ឆ្ងល់ទេចំណែកនៅលើកោះ Sabaodian នៅវិញយើងបានឃើញនៅក្នុងបារមួយមានវត្តមានរបស់ Nami កំពុងតែនិយាយលេងជាមួយនឹងម្ចាស់ហាងនៅទីនោះនៅក្នុងនោះផងដែរក៏មានមនុស្សមួយក្រុមដែលតែងខ្លួនដូចជាក្រុមរបស់ Luffy ហើយកាប់តានរបស់ពួកគេដែលពាក់មួយចម្បាំងហ្នឹងកំពុងតែធ្វើបាបទៅកាន់បរិបទដោយសារតែបរិបទម្នាក់ហ្នឹងមកសុំពួកគេចូលក្រុមកុំតែពួកគេមកចូលនោះទេអ្នកដែលអាចចូលក្រុមរបស់ពួកគេបានលោកតាម្នាក់ហ្នឹងគឺមានតម្លៃខ្លួនចាប់ពី70,000លានបែរីឡើងទៅហើយឥឡូវហ្នឹងក្នុងក្រុមរបស់ពួកគេគឺមានសមាជិក2នាក់ដែលមានតម្លៃខ្លួនប្រហែលជា200,000លានបែរីរួចហើយ Luffy ខ្លាំងៗក៏បាននិយាយទៅកាន់ Nami ឲ្យតែអង្គុយចិត្តពួកគេក៏ប៉ុន្តែ Nami បដិសេធពេលលើ Nami បដិសេធអញ្ចឹង Luffy ខ្លាំងៗពិតជាខ្លាំងណាស់ក៏ចង់រកកំភ្លើងបានទៅកាន់ Nami តែក៏ជាសំណាងល្អនៅពេលនោះហ្នឹងក៏មាននៅវត្តស៊ីមនុស្សមកចាប់ពួកគេជាប់ហើយអ្នកដែលបានជួយ Nami ហ្នឹងគឺជាអូសោពេលឃើញអញ្ចឹង Nami ក៏បញ្ញាទៅទៅអូសោវិញអ្នកឯងខ្លាំងណាស់អ្នកហាត់ទេអង្គក៏បាត់ចាត់តែចឹងដែលយើងបានឃើញថារយៈពេល2ឆ្នាំនេះអូសូក៏ពិតជាសង្ហាជាងមុនឆ្ងាយណាស់មានសាច់ដុំសិភ័យអីកង្កល់ហ្មងរួចហើយ Nami ក៏បាននាំអូសូដាក់ចាក់ចេញទៅមុននឹងចេញពីហាង Nami ក៏បានប្រើចលនាទេសនីចាត់ទៅកាន់ក្រុម Luffy ខ្លាំងៗនោះទៅជាមេរៀនចំណែក Brook នៅវិញឥឡូវនេះគឺខ្លាចទៅជាតារាចម្រៀងដ៏ល្បីម្នាក់ហើយដែល Brook ក៏បាននិយាយទៅកាន់ manager របស់គាត់ថានេះគឺជាការសម្ដែងចុងក្រោយរបស់គាត់ហើយបន្ទាប់ពីការសម្ដែងនេះទៅគាត់ត្រឡប់ទៅរកមិត្តភក្តិពេលលើចុង manager របស់ Brook មិនសប្បាយចិត្តទេព្រោះដោយសារតែ Brook នេះឲ្យទៅធ្វើឲ្យផលិតកម្មរបស់គាត់មានវត្តមានដល់ពេលនេះចំណែក Sanji នៅវិញគេក៏បានត្រឡប់ដល់លើកោះ Sabaodian វិញហើយដែល Sanji នៅឃើញមុនគេនោះគឺនារីស្អាតៗដូចយើងដឹងចឹងថា Sanji ចង់លើកោះរយៈពេល2ឆ្នាំពោលពេញដល់ភេទទី3ពេលបានជួបនៅ Fly ប្រកាសអញ្ចឹងដូចជាបានការសាជាថ្មីបង Sanji ជប់សិនលើកក្រោយកុំភ្លេច Dragon ផងណាអូយសម្រាប់ឯងគូកាត់ Digital អផ្សរអញ្ចឹងលើកក្រោយកុំជួបគ្នាទៀតអីបងអញ្ចឹងជួបម្នាក់ឯងទេតែមុនរួចហើយ Sanji ក៏បានធ្វើដំណើរឡើងទៅលើខ្ពស់ភ្នំ Elago Sanji ក៏បានជួបជាមួយនឹង Rayleigh តាមការសន្ទនារបស់ពួកគេគឺវាសំខាន់ណាស់ទេអញ្ចឹងខ្ញុំអត់និយាយទេចំណែកឯ Chopper វិញក៏បានដើរតាម Robin Zoro និង Sanji ខ្លាំងៗចំណែកឯ Chopper មើលទៅកាន់ពួកគេនោះអត់ដឹងថាខ្លាំងៗទេដឹងថា Chopper នៅពីក្រោយគឺជា Chopper ប្រកាសអញ្ចឹងពួកគេក៏បានបញ្ជាក់ឲ្យតន់អាសនៈនោះចោលក៏មិនតាមបានធ្វើអ្វីផងក៏ត្រូវបានកុំរ៉េនមកដល់ចាប់ Robin ខ្លាំងៗច្រកក្រងយន្តបានពេលឃើញអញ្ចឹង Chopper ក៏បាន Fly ព្យាយាមឲ្យ Zoro និង Sanji ទៅជួយក៏តែពួកគេខ្វល់ទេកន្លែងទៅម្ខាងទៀតក៏យើងបានឃើញ Luffy ខ្លាំងៗកំពុងតែធ្វើបាបដល់កម្ពុជាពលរដ្ឋដោយច្រឡំថាម្នាក់ហ្នឹងគឺជា Nami និង Usopp ជួបគ្នានោះដែរយើងបានឃើញ Luffy Original កំពុងតែស្ពេបង្វិចធំមួយដែលកាត់ទីនោះចែកដល់អ្វី Luffy ក៏បានប៉ះទៅកាន់បរិបទម្នាក់នោះដែលចិត្តតែ Luffy ក៏បានសុំទោសបរិបទម្នាក់នោះនិងមិនទាន់ដំណើរទៅមុខទៀតក៏ប៉ុន្តែ Luffy ខ្លាំងៗក៏ឲ្យ Luffy ប្រកាសទៅណាទេហើយ Luffy សុភីអញ្ចឹងក៏ដោយសារតែបណ្ដារបស់ Hancock ដោយសារតែ Hancock ក៏ចង់ឲ្យកងរ៉េនចាប់ដៃរបស់នាងទៅទេរីឯបង្វិចដែល Luffy ស្ពេមកនឹងវាក៏ជាចំណាហាដែល Hancock រៀបចំឲ្យ Luffy ខ្លាំងៗក៏បានដើរទៅរឿង Luffy ប្រកាសរួចក៏បានដុតកំភ្លើងបំរុងនឹងបាញ់ទៅកាន់ Luffy ក៏ប៉ុន្តែត្រឹមក្រោយកំភ្លើងប៉ុណ្ណឹងក៏មិនអាចធ្វើអ្វីទៅកាន់ Luffy បានទេហើយ Luffy ក៏មិនចង់នៅយូរទៀតទេក៏បានប្រើប្រាស់ Haki របស់ខ្លួនវាប្រហារទៅកាន់ក្រុម Luffy ខ្លាំងៗនោះឲ្យដួលរាបណា Robin វិញក៏បានទៅដល់លើទូកសានេមុនអ្នកដទៃទៀតដែលទូកសានេឥឡូវហ្នឹង Frankie ក៏បានជួសជុលវារួចរាល់ហើយរងចាំតែគ្នារបស់ពួកគេមកក្រុមអាចធ្វើដំណើរទៅកាន់ Fishman Island បានចំណែក Luffy ខ្លាំងៗវិញបន្ទាប់ពីត្រូវ Luffy ប្រកាសវាយអញ្ចឹងដូចជាមុំសើសមទេ Chopper ក៏បានរៀបរាប់ប្រាប់ទៅកាន់ Luffy ថា Robin ត្រូវបានកង Marine ចាប់ទៅក៏ប៉ុន្តែ Luffy ខ្លាំងៗហ្នឹងកើតខ្វាត់នោះទេនឹងបានបញ្ជា Zoro និង Sanji ឲ្យស្វែងរក Luffy ប្រកាសពេលដែលឃើញថា Luffy ឡាថ្មនិយមអញ្ចឹង Chopper ខកចិត្តណាស់ក៏បានរត់ចេញទៅស្វែងរក Robin តែម្នាក់ឯងរឿងក៏បានបង្វែរទៅកាន់ Sanji វិញឥឡូវហ្នឹងគេក៏បានទៅដល់កន្លែងស្ទួយត្រីមួយដល់ពេល Sanji សួរទៅកាន់លោកអ៊ំចំណាំណានោះគាត់ក៏បានតបថាមុននឹងបន្តិចក៏មានបរិសុទ្ធក្បាលពណ៌បៃតងម្នាក់ហ្នឹងឡើងទៅលើទូកឆាសមុទ្រក៏ប៉ុន្តែទូកមួយហ្នឹងក៏បានលិចចូលទៅក្នុងសមុទ្របាត់ហើយស្របពេលនោះផងដែរទឹករលកដ៏ធំមួយក៏បានបោកឡើងមកខាងលើពំនាំយកនៅនាវាដាច់ជាពីរមួយឡើងមកផងហើយច្បាស់ណាស់អ្នកដែលបានធ្វើឲ្យនាវាទាំងពីរនោះដាច់ជាពីគ្នាអញ្ចឹងគឺគ្មាននរណាក្រៅពី Zoro ទេចំណែក Chopper នៅវិញធ្វើដំណើរតាមផ្លូវសុខៗហ្នឹងក៏បានជួយជាមួយនឹង Nami និង Usopp រួចហើយពួកគេក៏បានធ្វើដំណើរទៅកាន់ទូកសានេជាមួយគ្នានៅតាមផ្លូវ Chopper ក៏មិនយល់ទេហើយបានជាមានគេខ្លាចធ្វើជាក្រុមរបស់ពួកគាត់ហើយដោយសារតែកាត់យូរទៅដូចជាយូរពេកហ្នឹង Chopper ក៏ជប់ស្អីហ្នឹងក៏បានបង្វែរទៅកាន់កន្លែងមួយយើងបានឃើញចៅសមុទ្រជាច្រើនកំពុងតែនៅទីនេះតែមានក៏ម្នាក់នៅទីនោះកំពុងតែរាយការណ៍ទៅកាន់ថ្នាក់លើកំតែជាសំណាក្រក៏ត្រូវបាន Caribou រកឃើញតែបានយកបដុំមកស្រួចមួយចាត់ការក៏ម្នាក់នេះនោះហើយអវជុំចៅសមុទ្រហ្នឹង Luffy ខ្លាំងៗគឺជាអ្នកធ្វើវាឡើងដែល Luffy ខ្លាំងៗក៏បានរៀបរាប់ពីអត្តពលរបស់ខ្លួនទៅកាន់ចៅសមុទ្រដទៃទៀតឲ្យធ្វើតាមក្រុមនិងគ្រប់គាត់និយាយរួមទៅអាប៉ែហ្នឹងគឺតាំងខ្លួនឯងថាជា Luffy ពិតប្រាកដចំណែក Zoro និង Sanji ក៏បាននាំ Luffy ពិតប្រាកដហ្នឹងមកកន្លែងនេះដូចគ្នាដែល Luffy ក៏ដូចជា Chopper អញ្ចឹងក៏មានអ្នកទាំងពីរហ្នឹងអត់ស្គាល់ទេចំណែកលើទូកសានេនៅវិញ Chopper ក៏មានការផ្ញើផ្អើលជាមួយនឹងរូបរាងថ្មីរបស់ Frankie ពេលឃើញអញ្ចឹង Usopp ក៏បានសួរទៅកាន់ Frankie ថាប្រប្រែងណៃធំអញ្ចឹងសាមិនកើតអត់ទេខ្ញុំមានដៃតូចដែរតានេះឃើញអត់ដល់ពេលនោះពួកគេក៏ចាប់អារម្មណ៍ជាមួយនឹងវត្តមានរបស់ Rayleigh ទៅដល់ទីនោះដែរដែល Rayleigh ទៅហ្នឹងគឺទៅដើម្បីជួយសង្គ្រោះក្រុមរបស់ Luffy ចាក់ជាលើកមួយនេះចំណែកការសម្ដែងរបស់ប្រុសវិញវាគឺមិនសូវល្អនោះទេដោយសារតែមានកងម្នាក់ជាច្រើនបានឡើងព័ទ្ធទីនោះដើម្បីចាប់ខ្លួនប្រុសថែទាំងបានប្រាប់ fan របស់ប្រុសទាំងអស់ថា
ថាព្រោះគឺជាចៅសមុទ្រហើយអ្នកដែលបានហៅកងម្លេះមកចាប់ប្រូហ្នឹងគឺគ្មានអ្នកណាឆ្ងាយក្រៅពីម្លេះចាស់នោះទេបើជាបែបហ្នឹងក៏ប៉ុន្មានប្រូក៏មិនបានខឹងទៅកម្មម្លេះចាស់របស់ខ្លួនទេតែបានអរគុណម្លេះចាស់បានផ្ដល់ឱកាសគេរយៈពេល2ឆ្នាំចុងក្រោយរួចហើយប្រូក៏បានជ្រើសបាត់ចុងក្រោយរបស់គាត់ដែលមានចំណងជើងថាញូវប៉ុចំណែក fan របស់ប្រូវិញក៏ព្យាយាមទប់ស្កាត់កងម្លេះកុំឲ្យចូលទៅចាប់ប្រូរួចហើយប្រូក៏បានធ្វើដំណើរឡើងទៅលើនាវាហោះមួយសម្រាប់ទៅកាន់ទុកសាននៅដំណើរអង្គប្រជុំចាស់សមុទ្រនៅវិញក៏មានកងម្លេះជាច្រើនបានឡើងផុតទីនោះដើម្បីចាប់ចាស់សមុទ្រទាំងអស់នោះដូចគ្នាពេលឃើញចឹង Luffy ខ្លាំងៗក៏បានបញ្ជាឲ្យ Kaido ចាប់យកម្លេះម្នាក់មកធ្វើជាចំណាត់ខ្មាំងក៏ប៉ុន្តែ Kaido ស្ដាប់នោះតែថាបានសម្លាប់ម្លេះម្នាក់នោះដែលលើកហេតុផលថាម្លេះម្នាក់នោះក៏បានខកគាត់ថាបានហើយចំនួនហើយភាគីទាំងសងខាងក៏ចាប់តាមវាប្រហារគ្នាញ៉ៃៗខ្លាំងតែហើយនៅពេលនោះមនុស្សយន្ត Puffy Star 2គ្រឿងក៏បានជិះមកជួយធ្វើអន្តរាគមន៍ហើយមនុស្សយន្ត Puffy Star មួយគ្រឿងក៏បានស្វែងរកវត្តមានរបស់ Luffy នៅទីនោះដោយហើយមនុស្សយន្ត Puffy Star ក៏បានបើកការវិភាគកាន់ពួកគេតែ Luffy ខ្លាំងៗវិញពេលឃើញស្ថានភាពចឹងក៏ចាប់តាមរត់ចេញយកវាខ្លួនក៏ប៉ុន្តែ Luffy ខ្លាំងៗគឺមិនសំណាងល្អនោះទេដោយសារតែបានជួយជាមួយនឹង Sekamaru ពេលឃើញចឹង Luffy ខ្លាំងៗក៏ព្យាយាមសម្ញនៅរឹតអំណាចរបស់ខ្លួនឲ្យ Sekamaru ខ្លាចតែបានអូថាពុតរបស់គេនឹងគឺជាឌីរ៉ាកានមកសិនជា Sekamaru ដែលសម្រាប់គេនឹងពុតរបស់គេក៏ជាសម្រាប់ Sekamaru ជាមិនខានប៉ុន្តែនិយាយមិនតាន់ចាប់ផងនឹងត្រូវបាន Sekamaru វាយទៅកាន់ Luffy ខ្លាំងៗនោះជាច្រើនដៃព្រោះ Sekamaru ដឹងយ៉ាងច្បាស់ថាម្នាក់ហ្នឹងគឺមិនមែនជា Luffy នោះទេហើយយើងក៏បានដឹងថាម្នាក់ហ្នឹងគឺមានឈ្មោះថាប្លែកហើយតម្លៃខ្លួនរបស់ប្លែកហ្នឹងគឺដល់70,000លានដុល្លារទេហើយ Sekamaru វិញក៏ជឿយ៉ាងច្បាស់ថា Luffy ប្រកាសគឺមានវត្តមាននៅទីនេះហើយក៏បញ្ជាឲ្យមនុស្សយន្ត Puffy Star មួយគ្រឿងស្វែងរក Luffy បន្ទាប់ពីស្វែងរកឃើញហើយហ្នឹងមនុស្សយន្ត Puffy Star នោះក៏បានបាញ់សម្ដៅទៅកាន់ Luffy តែវាមិនដៃនោះទេ Luffy ក៏អាចបន្ទាប់ពីបានឃើញ Lee Chan ចាត់ចំពោះមួយនៅចៅសម្រាប់រូបទេគឺពិតជាភ្ញាក់ផ្អើលខ្លាំងណាស់មិនស្មាត់ថា Luffy នៅរស់ទោះបីជាយ៉ាងណាក៏ដោយ Sekamaru នៅតែបញ្ជាមនុស្សយន្ត Puffy Star វាប្រហារទៅកាន់ Luffy ក៏ប៉ុន្តែត្រឹមគ្រប់កំភ្លើងប៉ុណ្ណេះក៏មិនអាចធ្វើអ្វីទៅកាន់ Luffy បានទេថែមទាំងមកពេលសម្ដែងទៀតថាយើងខ្លាំងណាស់ហើយ Luffy ក៏ប្រើប្រាស់តាមមួយកណ្ដាលដៃនោះទេក៏អាចកម្ចាត់ Puffy Star មួយគ្រឿងនោះបានយ៉ាងងាយស្រួលហើយ Luffy ក៏មិនចាំនៅយល់ទៀតទេក៏បានបញ្ជារត់ចាក់ចេញពីទីនោះពេលនោះ Sanji និង Zoro ក៏បានរត់ទៅដល់ទីនោះដូចគ្នាពេលនោះហ្នឹងក៏មានមនុស្សយន្ត Puffy Star មួយគ្រឿងក៏ចង់វាប្រហារទៅកាន់ Luffy ដល់ពេលនោះដែរក៏ដល់វេន Zoro និង Sanji ទៅបញ្ចេញស្នាដៃវិញម្ដងដូចយើងបានឃើញចឹងថាមនុស្សយន្ត Puffy Star ហ្នឹងគឺវាមិនក្លោជាមួយនឹងអ្នកទាំងពីរនោះទេចំណែកចាស់សម្រាប់ដទៃទៀតពេលដែលជួបរបស់ប៉ុនចឹងក៏ពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើដោយហើយពួកគេទាំង3នាក់ក៏ចាប់ញ៉ាំរត់ចេញពីទីនោះ Luffy ក៏បានចាប់អារម្មណ៍ឃើញវត្តមានរបស់ Rayleigh ពេលឃើញចឹង Luffy ក៏បានឈប់ពេលឃើញចឹង Zoro និង Sanji ក៏ដឹងទេថា Luffy ចង់ធ្វើអីដែរ Luffy ក៏ចង់សម្ដែងនៅការដឹងគុណចំពោះ Rayleigh ដែលបានបង្ហាត់បង្រៀនគាត់រយៈពេល2ឆ្នាំចុងក្រោយមកនេះហើយ Luffy ក៏បានសន្យាជាមួយនឹង Rayleigh ថាតែថ្ងៃអនាគតគេនឹងក្លាយទៅជា Fletcher សមុទ្រជាមិនខានតែ Rayleigh វិញគាត់ក៏មានមោទនភាពដែរពេលដែលបានឃើញវត្តមានរបស់ Luffy ឥឡូវគឺខ្លាំងបែបនេះ